សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំមកទៀតហើយលោកគីខ្ញុំនឹងលើកយករឿង B series restaurant មកកម្រាយបន្តកុំឲ្យអ្នកទាំងអស់គ្នារងចាំរឿងយូរឥឡូវយើងនឹងចូលទៅក្នុងសាច់រឿងយើងបណ្ដោយទៅបាទដើមនេះសាច់រឿងគេបានឆ្លុះបញ្ចាំងពីទីក្រុងសេអ៊ូលជាទីក្រុងនៃសន្តិភាពប៉ុន្តែថ្ងៃមួយមានច្រកទ្វារមួយបានលេចឡើងនិងនាំយកពពួកសត្វបិសាចមកជាច្រើននៅក្នុងពេលតែមួយយប់ពពួកសត្វបិសាចបានកំទេចទីក្រុងសេអ៊ូលទាំងស្រុងសាច់រឿងបានកើតមកទីក្រុងគ្រោះថ្នាក់កម្រិត A យើងបានឃើញបុរសម្នាក់បានឈរមើលពីលើអគារទៅមើលពពួកបិសាចនៅខាងក្រោមគាត់បានមើលទាំងកំហឹងបន្ទាប់មកយើងបានឃើញនារីម្នាក់បានដើរមករកបុរសម្នាក់នោះក្នុងនាមអ្នកប្រមាញ់បិសាចកម្ពស់ទាំង100បុរសម្នាក់នោះមានឈ្មោះថា Beckham គាត់បានដកបារីមកជក់រួចសម្លឹងមើលទៅក្រោមគាត់បានសួរទៅអាចារ្យវ៉ែនតាថាតើគាត់គួរតែបិទច្រកទ្វារនោះទេអាចារ្យវ៉ែនតាបានតបមិនបាច់បិទវាទេតិចទៀតវានឹងបិទខ្លួនវាហើយ Beckham បានចង្អុលទៅក្រោមយើងឃើញថាចចកក្បាល3និងពពួកបិសាចផ្សេងទៀតនាំគ្នារត់គេចពីអ្វីមួយយ៉ាងភ័យខ្លាចកាត់មកអ្នកទាំងពីរនេះវិញ Beckham បាននិយាយថាបន្តិចទៀតនេះស្ដេចបិសាចនឹងលេចចេញមកឆាប់នេះ Beckham បាននិយាយទៅអូនវ៉ែនតាថាគាត់នឹងឈប់សម្រាក2ថ្ងៃនេះខ្ញុំគ្មានអារម្មណ៍ធ្វើការទេអូនវ៉ែនតាបានសួរគាត់ថាតើលោកចង់ទៅណាគាត់បានញញឹមរួចគិតក្នុងចិត្តថាហាខ្ញុំនឹងទៅទាសំណងពីការធ្វើការលើសម៉ោងរបស់ខ្ញុំបន្តមកយើងឃើញសាច់រឿងយើងបានបង្ហាញពីភោជនីយដ្ឋានជាច្រើនយើងបានឃើញអាប៉ែ Beckham នេះបានចង្អុលថាខ្ញុំចង់ទៅទីនោះយើងមិនចាំបាច់ឆ្ងល់ទេទីនោះគឺជាហាងអាហារនឹងហើយ Beckham បានរអ៊ូរទាំពីការនឿយហត់ Beckham បានដើរសំដៅទៅហាងអាហាររួចនិយាយថាបើសិនជាអាហារមិនឆ្ងាញ់ពួកគេនឹងត្រៀមខ្លួនមានរឿងជាមួយនឹងខ្ញុំ Beckham បាននិយាយទាំងអំនួតខ្ញុំនឹងឲ្យគេធ្វើអាហារខ្ញុំញ៉ាំទាំងយប់ទាំងថ្ងៃគាត់បានលើកបបោមករបស់គាត់ព្រមទាំងធ្វើទឹកមុខខូខើគាត់បំរុងដើរទៅបើកទ្វារប៉ុន្តែខាងត្រូវបានបិទគាត់បានខឹងជាខ្លាំងគាត់បាននិយាយហាសំណាងអាក្រក់ម្លេះថ្ងៃនេះគាត់មិនជឿទេថាហាងត្រូវបានបិទគាត់បានកំទេចផ្លាកដែលនៅពីមុខហាងនោះព្រមទាំងធាក់ទម្លុះទ្វារចូលទៅក្នុងបរិយាកាសនៅក្នុងហាងមានភាពស្ងប់ស្ងាត់យើងបានឃើញដៃបុរសម្នាក់យើងមិនបាច់ចាំឆ្ងល់ច្រើនទេនោះជាតួឯកប្រុសរបស់យើងនឹងហើយគាត់បានយកកាហ្វេមកផឹករួចសម្លឹងទៅមើលបញ្ជីមុខម្ហូបរបស់គាត់និយាយថាអស់រយៈពេល4ថ្ងៃហើយដែលគាត់បានមកដល់ផែនដីវិញទាញសិភៅរឿងហើយគាត់និយាយថានេះហើយជាជីវិតដែលគាត់ចង់បានគាត់បានទាញកែវកាហ្វេនិងសិភៅគាត់និយាយថានេះហើយជីវិតដែលគាត់ចង់បានពេលនោះឮសំឡេងផាំងមិនមែនសំឡេងនរណាឆ្ងាយទេគឺសំឡេងអា Beckham យើងដែលធាក់ទ្វារមកនឹងឯងវាបាននិយាយថាមើលទៅដូចជាគ្មានភ្ញៀវចូលមកទៀតទេព្រោះទាំងវូបាននិយាយទាំងខឹងព្រោះតែហាងខ្ញុំមិនទាន់បើកជាផ្លូវការនៅឡើយទេអា Beckham យើងមិនខ្វល់វាបាននិយាយទៅសឹងវូថាឯងបំរើយើងឲ្យបានល្អសឹងវូនិយាយទាំងខឹងរួចគិតក្នុងចិត្តថាតើវាចង់ស្លាប់មែនដែលមកបំផ្លាញពេលវេលាដ៏ល្អរបស់ខ្ញុំសឹងវូបានឲ្យវារងចាំបន្តិចគាត់បានគិតក្នុងចិត្តដៃដ៏សង្គមនិងជើងយើងនឹងកាច់បំបាក់នោះគ្រាន់តែសឹងវូបានគិតក្នុងចិត្តនោះទេ Beckham បានឆ្ងល់តើឯងកំពុងមើលអីតើឯងចង់មានបញ្ហាមែនសឹងវូនិយាយទាំងធ្វើមុខក្រៀមក្រំគាត់បានឧទានឡើងថាមេនេះគួរឲ្យអាណិតណាស់មិននឹងគេអត់អាហារប៉ុន្មានថ្ងៃហើយទេសូម្បីតែសើធေါ်ក្នុងខ្លួនគេក៏គ្មានដែរប្រហែលជាគេមិនគ្រប់ទឹកទៀតផងក៏មិនដឹងគាត់និយាយទាំងធ្វើទឹកមុខគួរឲ្យអាណិតពេលនោះ Beckham បានខឹងរួចទះតុកហើយនិយាយថានេះមិនមើលអាវធំទេនេះក្រោយណាមានអាវធំពាក់នេះទូប្រុសមិនខ្វល់នឹងវារួចដើរទៅបើកទូក៏រួមហូបមកធ្វើទូវាស្រែកខ្លាំងយ៉ាងណាក៏ទូប្រុសមិនខ្វល់ពីវាដែរទូប្រុសបានឆ្ងោកទៅមើលក្នុងទូរួចដកយកសាច់មកមួយដុំនេះជាសាច់ស្មារបស់អ្នកក្រហមគាត់បានឧទានឡើងថាមានរសជាតិស្រដៀងទៅនឹងសាច់ជ្រូកយ៉ាប៊ូលីសាច់នេះតានេះបន្ទាប់មកគាត់បានដកកាំបិតរួចហាន់សាច់និងបានយកទៅចម្អិនយើងដឹងថានេះជាសាច់នៀកហើយជាសាច់នៀកភ្លើងទៀតអញ្ចឹងវាមានធាតុភ្លើងនៅក្នុងនឹងអញ្ចឹងហើយសាច់នឹងក្តៅខ្លាំងណាស់បន្ទាប់មកគាត់បានស្រោចទឹកទំពាំងបាយជូរទៅលើសាច់ព្រមទាំងខ្លាញ់មួយវែកហើយគាត់បានគិតក្នុងចិត្តថាខ្ញុំនឹងធ្វើឲ្យល្អចំពោះអតិថិជនដំបូងរបស់ខ្ញុំBeckhamបានភ្ញាក់ផ្អើលជាខ្លាំងចំពោះការធ្វើម្ហូបរបស់តួឯកប្រុសយើងវានិយាយថាខ្ញុំស្ដាប់ច្រឡំមែនខ្ញុំឮសាច់ស្រែកតួឯកប្រុសឆ្លើយចេះតែមានហើយសាច់ណាស្រែកអញថាកូននឹងឈួតមែនរួចគាត់ញញឹមបន្ទាប់មកតួឯកប្រុសយើងបានលើកម្ហូបយកមកឲ្យ Beckham យើងម្ហូបគួរចង់ញ៉ាំដែរតានេះ Beckham បានយកអាហារមកញ៉ាំប៉ុន្តែគេហាន់មិនដាច់វាបាននិយាយទាំងមូលមកថាហេអាហារអីនេះបាក់ស៊ីម៉េះតួប្រុសយើងបាននិយាយយកអាហារម្នេះមើលចាំខ្ញុំកាត់ឲ្យសឹងវូបានស្រមៃនៅក្នុងឡាងបិសាចនាគក្រហមយើងឃើញសឹងវូបានកាន់ដាវប្រយុទ្ធជាមួយនាគក្រហមបិសាចនាគក្រហមមានអាយុកាល1800ឆ្នាំដែលត្រូវជា leader របស់ពួកអំបូររបស់នាគភ្លើងហើយនាគភ្លើងនេះត្រូវជាដៃស្ដាំរបស់ស្ដេចបិសាចមានឈ្មោះថា Kelreyo សឹងវូពិបាកណាស់ក្នុងការយកឈ្នះចំពោះបិសាចនាគក្រហមទោះជាយ៉ាងណាសឹងវូក៏នៅតែយកឈ្នះបិសាចក្រហមបាន
កាត់មកពេលបច្ចុប្បន្នវិញសង្វូបានកាត់សាច់អាពេលបែកខាងបាននិយាយថាហេមិនក៏ឯងកាត់វាដាច់សង្វូនិយាយថាមកពីឯងហត់ពេកទៅវាអញ្ចឹងនិយាយទាំងមានស្នាមញញឹមបែកខាងនិយាយទាំងភ្ញាក់ផ្អើលវាមិនដែលខំកាត់ចង់ងាប់មិនកាត់ដាច់បែកខាងបានចាប់សាច់ដាក់ចូលក្នុងមាត់បន្ទាប់មកបែកខាងមានទឹកមុខតក់ស្លុតជាខ្លាំងបាទអ្នកនរថ្ងៃហ្នឹងខ្ញុំសូមបញ្ចប់ទៅត្រឹមនឹងសិនដោយសារតែថ្ងៃទី19 20ហ្នឹងស្អែកខ្ញុំត្រូវតែប្រឡងអញ្ចឹងទៅវីដេអូខ្ញុំក៏បានជាមកចត់ដែរបាទខ្ញុំសម្រាប់ទៅមានខុសតោះត្រង់ណាសូមអធិស្ឋាន